សូមជម្រាបសួរកូនៗជាទីស្រឡាញ់ទាំងអស់គ្នាតើនៅថ្ងៃនេះកូនសុខសប្បាយដែរឬទេតើកូនបានញ៉ាំអាហារពេលព្រឹកហើយនៅអរគុណព្រះអង្គនៅព្រឹកនេះយើងនឹងទទួលអាហារខាងពលិវិញ្ញាណគឺយើងនឹងស្ដាប់អំពីព្រះបន្ទូលទ្រង់តើកូនបានត្រៀមខ្លួនស្ដាប់ព្រះពរប្រចាំថ្ងៃហើយឬនៅដូច្នេះសូមកូនបានអង្គុយស្អាតហើយយកចិត្តទុកដាក់ស្ដាប់ព្រះពរប្រចាំថ្ងៃជាមួយនឹងអ្នកគ្រូទាំងអស់គ្នាព្រះពរប្រចាំថ្ងៃទី12ខែមិនិនាចំណងជើងសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរព្រះគម្ពីរទំនុកដំកើងជំពូកទី119ខ90ព្រះハរតីស្មោះស្ម័គ្ររបស់ព្រះអង្គនៅស្ថិតស្ថេរអស់កលជាអង្វែងតរៀងទៅព្រះអង្គបានធ្វើឲ្យផែនដីរឹងមាំហើយផែនដីក៏នៅស្ថិតស្ថេរដែរព្រះគម្ពីរទំនុកដំកើងជំពូកទី119ខ90អាមែនផែនដីមានតាំងពីយូរលង់មកហើយព្រះជាម្ចាស់ស្រឡាញ់មនុស្សនៅលើផែនដីកាលពីដើមដំបូងមកម្ល៉េះព្រះអង្គស្រឡាញ់ហើយថែរក្សាឪពុកម្ដាយរបស់ប្អូនតាំងពីពួកគាត់នៅក្មេងដូចប្អូនម្ល៉េះព្រះអង្គការពារជីដូនជីតានិងជីទួតរបស់ប្អូនផងដែរផែនដីបានបង្កើតមកតាំងពីយូរលង់មកហើយរីឯភាពស្មោះត្រង់និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នឹងនៅស្ថិតស្ថេរអស់កលជានិច្ចសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នៅស្ថិតស្ថេរអស់កលជានិច្ចទោះបីថ្ងៃនេះកន្លងផុតទៅក៏ដោយអាមែនអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលនៅថ្ងៃនេះឥឡូវនេះសូមកូនបានសម្រុំចិត្តបិទភ្នែកហើយអធិដ្ឋានជាមួយនឹងអ្នកគ្រូព្រះយេស៊ូវគ្រីស្ទដែលគង់នៅឋានសួគ៌អរព្រះគុណដល់ព្រះអង្គដែលទ្រង់បានប្រទានព្រះបន្ទូលថ្មីនៅថ្ងៃនេះហើយព្រះបន្ទូលទ្រង់ថ្ងៃនេះផងដែរគឺមានចំណងជើងថាសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរព្រះអង្គអើយកូនពិតជាអរព្រះគុណដល់ទ្រង់ជារៀងរាល់ថ្ងៃទ្រង់តែងតែប្រទានព្រះបន្ទូលថ្មីឲ្យកូនបានស្ដាប់ឮជារៀងរាល់ថ្ងៃផងដែរហើយព្រះបន្ទូលថ្ងៃនេះបានឲ្យកូនដឹងថាទ្រង់គឺជាព្រះដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ហើយព្រះអង្គទ្រង់បានស្រឡាញ់មនុស្សទាំងអស់នៅលើផែនដីនេះតាំងតែពីដើមមកម្ល៉េះដូច្នេះហើយព្រះអង្គអើយសូមឲ្យកូនបានចែកចាយសេចក្តីស្រឡាញ់របស់កូនទៅកាន់មនុស្សនៅជុំវិញខ្លួនរបស់កូនដូចជាឪពុកម្ដាយលោកតាលោកយាយមិត្តភ័ក្តិឬក៏លោកគ្រូអ្នកគ្រូរបស់កូនផងដែរព្រះអង្គអើយសូមឲ្យថ្ងៃនេះសូមឲ្យសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បាននៅស្ថិតស្ថេរអស់កលជានិច្ចជាមួយនឹងកូនទាំងអស់គ្នាផងដែរព្រះយេស៊ូវគ្រីស្ទកូនសូមអរគុណព្រះអង្គកូនសូមថ្វាយការអធិដ្ឋាននៅថ្ងៃនេះក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន